វិជ្ជាការឈរនៅមុខអគារស្នាក់នៅចាស់មួយដែលមើលទៅហាក់ដូចជាត្រូវបានគេបោះបង់ចោលជាយូរមកហើយមេឃពេលល្ងាចកំពុងស្រទុំអាប់អួរខ្លាំងស្រស់ពេលដែលខ្យល់ត្រជាក់បក់មកប៉ះស្បែកធ្វើឲ្យគេព្រឺសម្បូរខ្ញាក់ដោយមិនដឹងខ្លួនអគារនេះមានឈ្មោះថាផ្ទះសំណាក់សុខសាន្តប៉ុន្តែទិដ្ឋភាពដែលគេឃើញនៅចំពោះមុខมันហាក់ដូចជាមានសេចក្តីសុខដូចឈ្មោះតតែសោះដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងជួបប្រទះនិងតម្រូវការមិនទប់ជួលដែលមានតម្លៃថោកសម្រម្យនៅក្បែរសាកលវិទ្យាល័យដែលគេកំពុងសិក្សាវិជ្ជាការគ្មានជំរឿអ្វីក្រៅពីយល់ព្រមជួលបន្ទប់លេខ404ដែលជាបន្ទប់តែមួយគត់ដែលនៅទំនេរក្នុងអគារដ៏ចំណាស់ដែលមានជញ្ជាំងប្រេះស្រាំនិងថ្នាំពណ៌របស់ធ្លេកអស់ទៅហើយនេះតាសុកដែលជាអ្នកមើលការខុសត្រូវអគារនិងជាមនុស្សតែម្នាក់គត់ដែលគេបានជួបនៅក្នុងបរិវេណដ៏ស្ងប់ស្ងាត់នេះមានភ្នែកម្ខាងខ្វាក់និងមានទឹកមុខក្រៀមក្រួគួរឲ្យខ្លាចបំផុតគាត់ហុចសោចាដែលជ្រេះចាប់ស្ទើរតែមើលលេខមិនឃើញឲ្យវិជ្ជាការដោយដៃញ័រទៅត្រើតរួចនិយាយដោយសំឡេងស្អកស្អកដែលហាក់ដូចជាចេញពីក្នុងបំពង់កដ៏ជ្រាវនិងស្ងួតហែងថាក្មួយប្រុសពេលយប់ឡើងបើលឺសួយប្លែកនៅក្រោមគ្រែឬក្នុងបន្ទប់កុំអើតមើលឲ្យសោះហើយត្រូវចាំថាកុំបើកបង្អួចចោលឲ្យសោះទោះជាមានអារម្មណ៍ថាក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយព្រោះខ្យល់ខាងក្រៅវាមិនល្អទេវិជ្ជាការសើចតិចៗខ្លួនចិត្តដោយគិតថាវាគ្រាន់តែជាការបំភ័យឬជាជំនឿអរូបិយរបស់អ្នកចាស់ទុំដែលចូលចិត្តនិយាយបំភ័យក្មេងៗថ្មីថ្មោងប៉ុណ្ណោះប៉ុន្តែក្នុងចិត្តជ្រៅជ្រៅគេមានអារម្មណ៍មិនស្រួលនិងមានភាពត្រជាក់ស្រេបដែលរត់កាត់ឆឹងខ្នងរាល់ពេលដែលតាសុកសម្លឹងមាត់ចំដោយភ្នែកម្ខាងដែលនៅសល់នោះចិន្តាយន្តចាស់ដែលបញ្ចេញសំឡេងគ្រិចគ្រិចហាក់ដូចជាចង់ដាច់ខ្សែរ៉តរៀងរាល់ពេលដែលវាផ្លាក់ទីបាននាំគេឡើងមកដល់ជាន់ទី4ផ្លូវដើរខឹងអាគាรงងឹតស្លុបមានតែពន្លឺអំពូលម៉ែត្រមួយក្របដែលលោតញាក់ញាក់ដោយមនុស្សចិត្តដាច់ខ្សែស្លាប់នៅលើបេដានធូលីដីនិងក្លិនផ្អួរនៃឈើចាស់ចាស់ភ័យឡើងមកគ្រប់ទីធ្វើឲ្យគេពិបាកដកដង្ហើមជាខ្លាំងនៅពេលគេឈប់នៅពីមុខបន្ទប់លេខ404វិជ្ជាការដកដង្ហើមធំដើម្បីលើកទឹកចិត្តខ្លួនឯងរួចចាក់សោចូលទៅខាងក្នុងយឺតក្លិនផ្អួរខ្លាំងនិងខ្យល់ត្រជាក់ស្រេបខុសពីធម្មតាបានបក់មកប៉ះផ្ទៃមុខគេភ្លាមតែងតែគ្មានប្រភពខ្យល់ចេញចូលបន្ទប់នេះមានទំហំល្មមមានតុឈើចាស់មួយដែលបាក់ជើងមកខាងតុសម្អាងដែលមានកញ្ចក់ស្រអាប់មិនចង់ឃើញរូបរាងពេទ្យនិងគ្រែឈើដ៏ធំមួយដែលមានពូកចាស់ពណ៌លឿងក្រមៅនៅកណ្ដាលបន្ទប់អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺសីតុណ្ហភាពក្នុងបន្ទប់នេះត្រជាក់ខុសពីធម្មតាបំផុតទោះបីជាមានម៉ាស៊ីនត្រជាក់ឬកង្ហារបើកក៏ដោយវិជ្ជាការដាក់កានបូតសម្លៀកបំពាក់ចោលលើអ៊ីតការ៉ូដ៏ត្រជាក់រួចដើរទៅអង្គុយលើគ្រែដើម្បីសម្រាកពីការធ្វើដំណើរដ៏ហត់នឿយពេញមួយថ្ងៃស្រាប់តែក្នុងភាពស្ងប់ស្ងាត់នោះមានសំឡេងគ្រឺតចេញពីផ្នែកខាងក្រោមនៃគ្រែដែលគេកំពុងអង្គុយហាក់ដូចជាមានអ្វីមួយយ៉ាងដែលមានទម្ងន់ធ្ងន់កំពុងព្យាយាមកម្រើខ្លួនចេញពីកន្លែងស្នាក់នៅរបស់វាគេព្យាយាមគិតក្នុងផ្លូវល្អថាប្រហែលជាមានសត្វកណ្ដូរឬឆ្មាកំពុងរត់លេងប៉ុន្តែសំឡេងនោះវាមិនដូចជាសំឡេងសត្វតូចៗឡើយវាមានលក្ខណៈដូចជាការអូបអីមួយយ៉ាងដែលធ្ងន់លើអ៊ីតការ៉ូដែលពោពេញដោយធូលីក្នុងពេលដែលគេកំពុងផ្ទៀងត្រជាក់ស្ដាប់ដោយភាពខិតខ្លាចបន្តិចបន្តួចវិជ្ជាការបានជ្រោះសោផ្ទះដែលនៅក្នុងដៃវារំលាយចូលទៅក្នុងចន្លោះងងឹតស្លុបនៅក្រោមគ្រាបាត់ទៅដោយជ័យដុនបំផុតគេស្តាក់ស្ទើរក្នុងចិត្តយ៉ាងខ្លាំងសម្ដីព្រាមលេងរបស់តាសុកបានលាន់លឺឡើងវិញក្នុងខួរក្បាលរបស់គេដូចជាសម្លេងជួងប៉ុន្តែគេត្រូវតែយកសោនោះមកវិញដើម្បីចាក់សោទ្វារឲ្យបានជិតល្អសម្រាប់សុវត្ថិភាពជប់នេះវិជ្ជាការទម្លាក់ខ្លួនចុះយឺតលុតជង្គង់លើការ៉ូដ៏ត្រជាក់ដែលហាក់ដូចជាទឹកកក់មកគេសម្លឹងចូលទៅក្នុងចន្លោះងងឹតធេងនៅក្រោមគ្រាដែលមានជម្រៅជ្រៅថោកពីធម្មតាបន្លឺប្រច័ណ្ឌដ៏ទន់ខ្សែនិងស្លេកស្លាំងពីខាងក្រៅបង្អួចដែលគេភ្លេចបិទបានចាំងចូលមកបន្តិចធ្វើឲ្យគេមើលឃើញអ្វីមួយយ៉ាងដែលមិនគួរឲ្យជឿវាមិនមែនជាសោដែលគេកំពុងស្វែងរកឡើយប៉ុន្តែវាជាភ្នែកមួយគត់ដែលធំមានពណ៌ក្រហមឆ្អៅដូចឈាមស្រស់និងគ្មានត្របកភ្នែកឡើយវាកំពុងសម្លឹងមកចំភ្នែករបស់វិជ្ជាការដោយការចង់គំនុំយ៉ាងខ្លាំងក្លាវិជ្ជាការភ័យខ្លាចដល់ថ្នាក់គៀងបេះដូងគេចង់ស្រែកតែគ្មានសម្លេងចេញមកឡើយដូចជាមានអ្វីមួយយ៉ាងមកកតុកមាត់គេទុកក្នុងខណៈដែលគេបំរុងនឹងដុកក្បាលចេញមកវិញដោយភាពស្រិនស្លស្រាប់តែមានដៃស្កឹមស្កាំងដែលវែងខុសពីមនុស្សធម្មតានិងពោពេញដោយសរសៃខ្មៅវេទនាលោកមកចាប់កដៃរបស់គេយ៉ាងណែនរួចទាញជួយទៅក្នុងភាពងងឹតក្រោមក្រែនោះយឺតដោយកម្លាំងដ៏មហិមាដៃស្គមស្កាំងដែលវែងខុសពីមនុស្សធម្មតានិងពោពេញដោយសរសៃខ្មៅវេទនាបានចាប់ទាញកដៃរបស់វិជ្ជការយ៉ាងណែនលូចូលទៅក្នុងភាពងងឹតក្រោមក្រែនោះយឺតដោយកម្លាំងដ៏មហិមា
វិជ្ជការព្យាយាមប្រាវដៃមកខាងទៀតក្តាប់ការ៉ូអ៊ីតយ៉ាងណែនរហូតដល់ចុងក្រចករបស់គេបែកជាងឈាមប៉ុន្តែវាមិនអាចទប់ទល់នឹងកម្លាំងទាញដ៏អស្ចារ្យនោះបានឡើយរាងកាយពាក់កណ្ដាលរបស់គេត្រូវបានគ្រេដ៏តូចចង្អៀតដែលឥឡូវនេះវាហាក់ដូចជាពង្រីកខ្លួនធំទូលាយខុសពីធម្មតាដូចជាមាត់សត្វចម្លែកដែលកំពុងត្របាក់លេបត្របាក់រូបគេទាំងរស់ចូលទៅក្នុងពិភពនៃសេចក្តីស្លាប់ក្នុងភាពងងឹតស្លុបនោះក្លិនស្អុយរលួយដោយសាកសពដែលត្រាំក្នុងទឹកយូរថ្ងៃបានជះមកបោកខ្ទប់ច្រមុះរបស់គេធ្វើឲ្យគេចង់ក្អួតចង្អោរជាខ្លាំងភ្នែកក្រហមឆ្អៅគូនោះកាន់តែខាត់មកជិតសម្លឹងមុខចាំប្រស្រីភ្នែករបស់គេក្នុងចម្ងាយត្រាំតែមួយចំអាមប៉ុណ្ណោះវិជ្ជការឃើញផ្ទៃមុខរបស់វាកាន់តែច្បាស់វាជាផ្ទៃមុខដែលគ្មានស្បែកមានតែសាច់ដុំក្រហមដែលកំពុងរមួលញាប់ញើនិងមាត់ដែលដេកខ្ទប់ដោយខ្សែលួសដៃយ៉ាងក្រាស់ដែលជ្រេះចាប់ប្រភេទសំឡេងធ្ងន់តិចចេញពីក្នុងបំពង់ករបស់វាកាន់តែខ្លាំងឡើងប្រែទៅជាសំឡេងសើចក្រលួយដែលគួរឲ្យព្រឺឆ្អឹងខ្នងនិងញ័ររន្ធត់ដល់ព្រលឹងជួយផងនរាក៏បានដែរជួយគ្រឿងផងវិជ្ជការព្យាយាមស្រែកក្នុងចិត្តព្រោះអណ្ដាតរបស់គេហាក់ដូចជាត្រូវបានបង្កដល់ភាពត្រជាក់ស្រេបដែលសាយភាចេញពីវត្ថុចម្លែកនោះស្រាប់តែក្នុងខណៈនោះខួរក្បាលរបស់គេបានឃើញរូបភាពភ្លឹបនៅព្រឹត្តិការណ៍ដែលធ្លាប់កើតឡើងក្នុងបន្ទប់លេខ404នេះកាលពីអតីតកាលគេឃើញបុរសម្នាក់ដែលធ្លាប់ស្នាក់នៅទីនេះកាលពី10ឆ្នាំមុនកំពុងអង្គុយយំយ៉ាងខ្លាំងនៅមុំបន្ទប់រួចក៏ប្រើកាំបិតក៏ដៃខ្លួនឯងយ៉ាងសាហាវនៅក្រោមគ្រែនេះឯងឈាមផុសខ្មៅរាប់លីត្របានហូរស្រោយពេញផ្ទៃអ៊ិតរហូតដល់ជ្រាបចូលទៅក្នុងឈើគ្រែនិងពូកដែលវិជ្ជការកំពុងប្រើប្រាស់សពថ្ងៃហាក់ដូចជាបន្ទប់នេះកំពុងស្រេកឃ្លានឈាមស្រស់ត្រេះដើម្បីបន្តអាយុជីវិតអថាកំបាំងរបស់វាភាពឈឺចាប់នៅត្រង់កដៃបានដាវិជ្ជការឲ្យดึงខ្លួនពីភាពតក់ស្លុតមកវិញក្រចកវែងពណ៌ខ្មៅរបស់អថាកំបាំងនោះបានចាក់ទម្លុះសាច់កដៃរបស់គេរហូតដល់ឈាមស្រស់ផូរចេញមកប្រឡាក់ពេញអ៊ិតដោយការភ័យខ្លាចដល់កម្រិតកំពូលវិជ្ជការបានប្រើជើងម្ខាងធៀបទៅលើជ្រុងគ្រែយ៉ាងខ្លាំងរួចប្រើកម្លាំងបំរះចុងក្រោយទាញដៃចេញមកវិញយ៉ាងប្រកែកប្រកិនសំឡេងខ្វាក់បានបន្លឺឡើងយ៉ាងច្បាស់នៅពេលដែលស្បែកដៃរបស់គេត្រូវបានហែកដាច់ដោយសារក្រចករបស់វត្ថុចម្លែកនោះគេប្រឹងរំលាយខ្លួនចេញពីក្រោមគ្រែទាំងត្រដាបត្រដួលរួចស្ទុះក្រោកឈរទាំងញើជើងទៅទ្រើកសម្ដៅទៅមាត់ទ្វារបន្ទប់ដើម្បីចាក់ចេញពីកន្លែងនរកនេះប៉ុន្តែអ្វីមិនងាយស្រួលដោយការកាត់ឡើយនៅពេលដែលដៃរបស់គេប៉ះនឹងរ៉ូប៊ីណេបឹងវាទ្វារគេមានអារម្មណ៍ថាវាជាប់សយ៉ាងណែនពីខាងក្រៅទោះបីជាគេជាអ្នកចាក់សបិទពីខាងក្នុងដែលបន្តឡៃមុនពេលចូលគេងក៏ដោយបន្ទប់លេខ404ទាំងមូលចាប់ដើមប្រែប្រួលយ៉ាងគួរឲ្យរន្ធត់ជញ្ជាំងបន្ទប់ដែលធ្លាប់តែមានពណ៌ស្រស់ស្អាតឥឡូវនេះចាប់ដើមមានជាតិទឹកពណ៌ខ្មៅហូរចេញមកតាមរៃជញ្ជាំងដូចជាទឹកភីបឈាមដែលកំពុងយំសោកពន្លឺអំពូលភ្លើងក្នុងបន្ទប់ចាប់ដើមព្រិចរួចក៏រលត់ងងឹតឈឹងទុកឲ្យវិជ្ជការនៅកណ្ដាលភាពស្ងប់ស្ងាត់ដែលពោពេញដោយសម្ពាធវិញ្ញាណដ៏ខ្មៅងងឹតក្នុងភាពងងឹតនោះវិជ្ជការឮសំឡេងជើងដើរយឺតចេញពីក្រោមគ្រែមកកាន់តែជិតសំឡេងនោះមិនមែនជាសំឡេងជើងមនុស្សទេប៉ុន្តែវាដូចជាសំឡេងឆ្អឹងដែលប៉ះទង្គិចគ្នាលើការ៉ូអ៊ីតគ្រិចក្រកគ្រិចក្រកគេដកដង្ហើមញាប់ព្យាយាមស្វែងរកទូរស័ព្ទក្នុងហូបបោដើម្បីប្រើភ្លើងប៉ុន្តែដៃរបស់គេញើខាងពេលរហូតដល់ជួសទូរស័ព្ទទៅលើអ៊ីតបែកអេក្រង់ខ្ទេចនៅពេលដែលគេអោនចុះកូនបំណងចង់រើទូរស័ព្ទពលឺអេក្រង់ដែលនៅឆេះតិចបានបង្ហាញឲ្យឃើញសម្រោខ្មៅដ៏ធំមួយកំពុងឈរពីក្រោយខ្នងរបស់គេយ៉ាងគៀកបំផុតខ្យល់ដង្ហើមត្រជាក់ស្រេបដែលធំក្លិនសាកសពបានភ្លុងមកទៅលើកញ្ចុងករបស់គេរួមជាមួយសំឡេងសឹបដ៏តូចឡាតដែលស្ដាប់ទៅដូចជាសំឡេងមកពីក្នុងរណ្ដៅដីថាឯងចង់ទៅណាពិធីជប់លៀងឈាមទើបតែចាប់ដើមតោះឯងចង់ទៅណាពិធីជប់លៀងឈាមទើបតែចាប់ដើមតាសំឡេងខ្សឹបដ៏ទូចល្អិតដែលស្ដាប់ទៅដូចជាចេញមកពីក្នុងរណ្ដៅដីដ៏ជ្រៅនោះបានធ្វើឲ្យរាងកាយរបស់វិសាលទាំងមូលរឹងកំព្រឹសដូចរូបសំណាកថ្មដែលគ្មានវិញ្ញាណសរសៃសក់នៅលើកញ្ចឹងករបស់គេងើបឡើងត្រង់ដោយសារតែភាពភ័យខ្លាចបំផុតដែលគេមិនធ្លាប់ជួបប្រទះក្នុងជីវិតម្រាមដៃវែងដែលស្គុំស្កាំងរហូតដល់ខឿនឆាំងនិងមានក្រចកខ្មៅស្រួចដែលប្រឡាក់ដោយដីត្រជាក់បានលូកមកជិតមុខរបស់គេយឺតពីក្រោយខ្នងពន្លឺភ្លើដែលនៅសេសសល់ពីអេក្រង់ទូរស័ព្ទដែលបែកបាក់លូបានជះទៅលើផ្ទៃមុខរបស់វាដែលកំពុងតែអោនសម្លឹងមកគេយ៉ាងគៀកបំផុតវាគឺជាស្ត្រីម្នាក់ដែលមានសក់វែងរញ៉េរញ៉ៃបិទបាំងផ្ទៃមុខពាក់កណ្ដាលប៉ុន្តែភ្នែកដែលនៅសល់ម្ខាងទៀតនោះគឺជាភ្នែកដែលលួយចេញមកក្រៅស្ទើរតែធាក់ពីក្រឡុងនិងពោពេញដោយសរសៃឈាមក្រហមច្រាលដែលសម្លឹងមុខគេដោយការគុំគួននិងការចងគំហឹងយ៉ាងខ្លាំងក្លាបំផុតចេញទៅគុំមុខចិត្តអញជួយហងវិសាស្រែកឡើងទាំងសំឡេងញ័រញាក់ស្ទើរតែដាច់ដង្ហើមស្លាប់នៅនឹងកន្លែង
គេប្រឹងរើបំរាស់ចេញគីកម្លាំងសង្កត់ដល់ត្រជាក់ស្រៀបដែលសង្កត់លើស្មារបស់គេរួចស្ទុះក្រកឈោទាំងត្រដាបត្រដួរត់សម្ដៅទៅរកទ្វារបន្ទប់លេខ404ដើម្បីចាក់ចេញពីសុពិនអាក្រក់ដែលកំពុងតែខាត់ឡើងចំពោះរូបគេដៃរបស់គេចាប់ទាញដៃទ្វារយ៉ាងខ្លាំងប៉ុន្តែវាមិនកម្រើសូម្បីតែបន្តិចហាក់ដូចជាមានកម្លាំងមហិមាមួយបានចាក់សោវាយ៉ាងណែនពីខាងក្រៅឬប្រហែលជាវាត្រូវបានបិទជិតដោយមន្តអាគមងងឹតអ្វីម្យ៉ាងដែលមិនអនុញ្ញាតឲ្យគេចាក់ចេញឡើយសំឡេងសាទក៏កឹកដែលស្ដាប់ទៅក្រលួយគួរឲ្យព្រឺក្បាលបន្ភុតបានបន្លឺឡើងពេញបន្ទប់បន្តទៅវិញទៅមកក្នុងត្រចៀករបស់គេឥតឈប់ឈរឯងរត់មិនរួចទេកន្លែងនេះគឺជាភ្នូររបស់ឯងហើយពួកយើងបានរងចាំឯងយូរហើយសំឡេងនោះកាន់តែខ្លាំងឡើងរហូតដល់វិសាជ្រយុកដៃទាំងពីរខ្ទប់ត្រចៀកយ៉ាងណែនព្រោះខ្លាចក្រដាសត្រចៀកត្រូវធ្លាយដោយសារតែរលកសំឡេងដ៏ព្រឺព្រួយនោះភ្លាមនោះភ្លើងក្នុងបន្ទប់ដែលធ្លាប់តែងងឹតស៊ូនស៊ុងបានចាប់ផ្ដើមភ្លឺព្រិចដោយជាកំពូលដែលហៀបនឹងដាច់បង្ហាញឲ្យឃើញទិដ្ឋភាពដ៏រន្ធត់ដែលមិនធ្លាប់មានពីមុនមុខក្នុងខ្សែភ្នែករបស់គេនៅលើជញ្ជាំងបន្ទប់ដែលធ្លាប់តែទទេស្អាតឥឡូវនេះមានស្នាមឈាមស្រស់ហូរស្រក់ចុះមកជាអក្សរធំថាជួយក្នុងផងនិងវាស្ថិតនៅក្រោមគ្រែវីសាក្រឡេកទៅមើលក្រោមគ្រែម្ដងទៀតដោយភាពតក់ស្រុតជាពុនពេកស្រាប់តែឃើញដៃរាប់សិបដែលហាមឈាមនិងស្អុយរលួយដូចជាសាកសពត្រាំទឹកកំពុងលូកចេញមកពីក្រោមគ្រែនោះព្យាយាមចាប់អូសជើងរបស់គេចូលទៅក្នុងភាពងងឹតគេព្យាយាមទុតធាក់និងថយក្រោយរហូតដល់ក្នុងទល់នឹងជញ្ជាំងដ៏ត្រជាក់ស្រៀបក្នុងខណៈនោះភ្នែករបស់គេបានប្រទះឃើញសៀវភៅកំណត់ហេតុចាស់មួយក្បាលដែលមានសម្ភាររហ័សរយៈជ្រុះចេញមកពីក្រោមពូកដែលគេមិនបានចាប់អារម្មណ៍កាលពីមុនវាហាក់ដូចជាតម្រុយឬអាថកំបាំងដែលគេត្រូវតែស្វែងរកឲ្យឃើញដើម្បីរស់រានមានជីវិតចេញពីទីចម្លោះខ្មោះលងនេះរាងកាយក្មេងងងឹតនៃស្រមោលស្ត្រីនោះបានចាប់ដើមវ៉ាមកលើអ៊ីតការ៉ូយ៉ាងយឺតសំដៅមករកគេម្ដងទៀតរាល់ពេលដែលវាធ្វើចលនាឆ្អឹងរបស់វាបន្លឺសំឡេងក្រឹកក្រកគួរឲ្យខ្ពើមរអើមនិងរន្ធត់ជាទីបំផុតសម្រាប់អ្នកដែលបានឮវិសាដឹងថាក្នុងស្ថានភាពបែបនេះគេគ្មានផ្លូវរត់គេចិត្តរយគេត្រូវតែប្រឈមមុខនឹងការពិតដ៏ជូរចត់និងអាថកំបាំងដែលលាក់កំបាំងនៅទីនេះគេលូកដៃទៅចាប់យកសៀវភៅកំណត់ហេតុនោះមកកាន់ទាំងដៃញ័រទៅត្រូវខ្លាំងនៅពេលដែលគេបើកទំព័រដំបូងស្រាប់តែមានរូបថតចាស់ពណ៌សខ្មៅមួយសន្លឹកធ្លាក់ចេញមកលើអ៊ីតវាជារូបថតរបស់បុរសម្នាក់ដែលមើលទៅដូចជាម្ចាស់បន្ទប់មុនប៉ុន្តែអ្វីដែលធ្វើឲ្យគេតក់ស្រួយបំផុតរហូតដល់ស្ទើរតែកាំងបែកដងនោះគឺនៅក្នុងរូបថតនោះបុរសម្នាក់នោះកំពុងតែជួយញញឹមតែនៅពីក្រៅក្នុងរបស់គេមានស្រមោលស្ត្រីដែលមានភ្នែកលួចចេញមកក្រៅកំពុងឈរអោបករបស់គេដូចជាអ្វីដែលកំពុងកាត់ឡើងចំពោះវិសានៅពេលនេះយ៉ាងច្បាស់កន្លែងបំផុតស្រាប់តែមានខ្យល់ត្រជាក់ខ្លាំងមួយបកកាត់បន្ទប់យ៉ាងគំហុកធ្វើឲ្យទៀនពណ៌សដែលដាក់នៅក្បាលក្រែបានឆេះឡើងដោយខ្លួនឯងដោយអណ្ដាតភ្លើងពណ៌ខៀវចម្លែកដែលមិនបដកម្ដៅពន្លឺទៀននោះបានឆ្លុះបង្ហាញឲ្យឃើញថាมันមានតែខ្មោចស្រីម្នាក់នោះទេប៉ុន្តែនៅតាមជ្រុងបន្ទប់នីមួយនឹងលើពីដានក៏មានស្រមោលមនុស្សជាច្រើនទៀតដែលមានសភាពរលួយនិងបាក់ដៃបាក់ជើងកំពុងឈួរសម្លឹងមកគេដោយកែវភ្នែកគ្មានវិញ្ញាណនិងពោពេញដោយភាពស្រេកឃ្លានចង់បានជីវិតថ្មីវិសាលមានអារម្មណ៍ថាបន្ទប់លេខ404នេះមិនមែនជាបន្ទប់ស្នាក់នៅធម្មតាសម្រាប់អ្នកធ្វើដំណើរទេតែវាគឺជាចកទ្វារនៃពិភពអវយជាដែលបានជាប់គឹងពលឹងមនុស្សជាច្រើនចំនួនមកហើយគេព្យាយាមបើកអាសៀវភៅនោះបន្តដើម្បីរកវិធីរំលោះខ្លួនប៉ុន្តែទំព័របន្តបែរជាមានស្នាមឈាមដាត់ដាំក្រាស់ខ្មឹកបិទបាំងអក្សរស្ទើរតែទាំងស្រុងដែលមិនអាចអានបានភាពអស់សង្ឃឹមបានចូលមកគ្រប់ដណ្ដើមចិត្តរបស់គេកាន់តែខ្លាំងខណៈដែលស្រមោលខ្មៅនោះបានវាមកដុតក្បាលជើងរបស់គេនិងចាប់ទាញជើងរបស់គេយ៉ាងកម្រឆ្ពោះទៅរកភាពងងឹតដ៏ជ្រៅនៅក្រោមគ្រែដែលហាក់ដូចជាមាត់រណ្ដៅនរកដែលគ្មានទីចម្លោះឡើយមាត់រណ្ដៅនរកដែលគ្មានទីបញ្ចប់នោះបានលេបត្រប៉ាក់រាងកាយរបស់វិសាលស្ទើរតែពាក់កណ្ដាលទៅហើយកម្លាំងទាញដ៏មហិមានិងត្រជាក់ស្រែបដូចទឹកកកបានធ្វើឲ្យជើងរបស់គេស្ពឹកស្រពន់រហូតមិនអាចរើបំរាស់បានតាមចិត្តចង់វិសាលបានព្យាយាមតង់មាត់គ្រែយ៉ាងណែនក្រចករបស់គេកោះផ្ទៃឈើលឺសូរគ្រឺតបន្សល់ទុកនៅស្នាមឆ្កួតយ៉ាងជ្រៅខណៈដែលសម្រៃសុំជំនួយរបស់គេត្រូវបានលាបបាត់ទៅក្នុងភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចនៃបន្ទប់លេខ404នៅក្នុងភាពងងឹតស្លុបក្រោមគ្រែនោះវិសាលមិនមែនឃើញតែដីខ្សាច់ឬកម្រាលអ៊ីតធម្មតានោះទេប៉ុន្តែវាគឺជាសមុទ្រនៃព្រលឹងដែលកំពុងយំសោកយ៉ាងវិដនីជាពន់ពេកដីរាប់រយដែលស្គមស្កាំងនិងមានស្បែករលួយរលាបានព្យាយាមមកខ្វាត់និងចាប់ទាញសម្លៀកបំពាក់របស់គេយ៉ាងសាហាវខួខៅបំផុតភ្នែករបស់គេបើកធំដោយក្តីរន្ធត់នៅពេលដែលគេបានឃើញមុខមាត់មនុស្សដែលធ្លាប់បាត់ខ្លួននៅក្នុងសន្តាគារនេះកំពុងសម្លឹងមកគេដោយកែវភ្នែកប្រហោងធ្លុងដែលគ្មានពន្លឺជីវិតសម្លេងស៊ឹកសៀវដែលមិនមែនជាភាសាមនុស្សបានបន្លឺឡើងជុំវិញត្រចៀករបស់គេយ៉ាងញាប់ស្មាថាមកនៅជាមួយយើងមកចំណុះកន្លែងដែលគ្មានថ្ងៃរះរបស់យើងក្លិនស្អុយរលួយដោយសាកសពដែលផ្អាប់ទុកក្នុងមួយជោះរាប់ឆ្នាំបានភាយឡើងមកខ្ទប់ដង្ហើមរបស់គេធ្វើឲ្យវិសាលមានអារម្មណ៍ថាចង់ក្អួតនិងវិលមុខស្ទើរតែសន្លប់បាត់បង់ស្មារតីទៅហើយប៉ុន្តែក្នុងគ្រាដែលវិសាលហ៊ីបនឹងទ្រើទៀងចូលទៅក្នុងរណ្ដៅងងឹតនោះទាំងស្រុងដៃម្ខាងរបស់គេដែលនៅសល់
បានស្ទាបប៉ាសៀវភៅកំណត់ហេតុបុរាណដែលធៀបនៅក្បៃនោះដោយใจដនបំផុតដោយក្តីអស់សង្ឃឹងនឹងចង់រស់រានមានជីវិតគេបានប្រែកម្លាំងចុងក្រោយចាប់សៀវភៅនោះមកគ្រវីយ៉ាងខ្លាំងសម្ដៅទៅរកសម្រៅខ្មៅដែលកំពុងចាប់ជើងគេមិនព្រមលែងរំពេចនោះពន្លឺពណ៌ក្រហមឆ្អៅដូចជាភ្លើងឆេះភាចេញពីស្នាមឈាមដែលដិតដាវលើទំព័រសៀវភៅហាក់ដូចជាមានប្រតិកម្មជាអាវុធប្រឆាំងនឹងវិញ្ញាណអាក្រក់ដ៏មានអំណាចនោះសំឡេងស្រែកយ៉ាងជូរចត់ដែលធ្វើឲ្យញ័រដល់ក្រដាសត្រចៀកបានបន្លឺចេញពីក្រោមគ្រែនិងកម្លាំងដែលចាប់ទាញជើងគេក៏បានលែងភ្លាមៗធ្វើឲ្យវិសាលរំលាលខ្លួនចេញមកកណ្ដាលបន្ទប់វិញទាំងត្រដាប់ត្រដួលវិសាលបានដកដង្ហើមហត់ញាប់គេវ៉ាថយក្រោយចេញពីគ្រែនោះយ៉ាងលឿនបំផុតរហូតទៅបុកនឹងជញ្ចាំងម្ខាងទៀតបេះដូងរបស់គេលូតញាប់ស្ទើរតែធ្លាយចេញពីទ្រូងខណៈដែលញើសត្រចាក់បានហូរស្រក់មកលើផ្ទៃមុខមិនដាច់ប៉ុន្តែនៅពេលដែលគេងើបមុខឡើងសម្លឹងជុំវិញខ្លួនភាពរន្ធត់ថ្មីមួយទៀតបានចូលមកជំនួសបន្ទប់លេខ404អ៊ីឡាអ៊ីមិនមែនជាបន្ទប់ដែលគេបានឈានចូលដំបូងឡើយជញ្ចាំងបន្ទប់ដែលធ្លាប់តែមានក្រដាសបិទយ៉ាងស្អាតបានប្រែជាមានសភាពរីករឿនហូរឈាមខ្មៅៗចុះមកតាមស្នាមប្រេះដោយទឹកភ្លៀងនិងទ្វារចេញចូលដែលគេថតអបប្រាបានបាត់សម្រៅសូនឈឹងបន្សល់ទុកតែជញ្ចាំងថ្មដ៏រឹងមាំដែលពុតជុំវិញគេដូចជាគុកងងឹតគ្មានផ្លូវចេញគេបានដឹងខ្លួនថាពេលនេះគេលែងស្ថិតនៅក្នុងពិភពមនុស្សរស់ទៀតហើយប៉ុន្តែគឺស្ថិតនៅក្នុងវិមាត្រនៃព្រលឹងដែលជាប់កាំងអកៅជានិច្ចភាពត្រជាក់ដែលគេធ្លាប់មានអារម្មណ៍ពីមុនបានប្រែជាភាពត្រជាក់ដែលជ្រាបចូលដល់ឆ្អឹងខ្នងនិងធ្វើឲ្យឈាមក្នុងខ្លួនហាក់ដូចជាកក់ឈរលែងដើរវិសាលបានអូបសៀវភៅនោះជាប់នឹងទ្រូងយ៉ាងណែនព្រោះវាជាវត្ថុតែមួយគត់ដែលហាក់ដូចជាអាចការពារគេបានក្នុងឋាននរកដ៏រន្ធត់នេះគេបានព្យាយាមជូតឈាមដែលដិតលើទំព័របន្ទាប់ម្ដងទៀតដោយម្រាមដៃដែលញើសត្រទើតដោយសង្ឃឹមថាពន្លឺមុននេះនឹងជួយឲ្យគេអានអក្សរបានកាន់តែច្រើនដំណេររកផ្លូវរំដោះខ្លួននៅពេលដែលឈាមចាប់ផ្ដើមរលាយបាត់បន្តិចម្ដងហាក់ដូចជាត្រូវកម្ដៅបឹកយុតិចអក្សរមួយជួរដែលសរសេរដោយទឹកខ្មៅពណ៌ខ្មៅដាច់បានលេខឡើងយ៉ាងច្បាស់ឆាដើម្បីចេញពីទីនេះអ្នកត្រូវតែរកឲ្យឃើញនៅបេះដូងរបស់អ្នកដែលបានសាងវាឡើងប៉ុន្តែត្រូវប្រយ័ត្នព្រោះម្ចាស់បន្ទប់នឹងចូលចិត្តអ្នកមកលេងដោយគ្មានការអនុញ្ញាតឡើយនិងគេកំពុងសម្លឹងមុខអ្នកពីក្រោយខ្នងឥឡូវនេះខ្យល់ត្រជាក់ស្រាប់មួយបានបាក់មកប៉ះកញ្ចឹងការរបស់វិសាលធ្វើឲ្យគេព្រឺរោមគិតតែម្ដងគេមិនហ៊ានសម្បែកតែញាក់ក្រោយប៉ុន្តែតាមរយៈការឆ្លុះនៃកញ្ចក់ទូខោអាវដែលបែកបាក់នៅខាងមុខគេបានឃើញសម្រៅក្បាលមនុស្សដែលមានសាក់វិញអនឡាញកំពុងអើតមកពីក្រោយស្មារបស់គេយឺតជាមួយនឹងស្នាមញញឹមដែលហែកដល់ត្រជាក់គួរឲ្យរន្ធត់បំផុតវិសាលព្យាយាមស្រែកតែគ្មានសំឡេងចេញមកឡើយហាក់ដូចជាខ្យល់ដង្ហើមរបស់គេត្រូវបានកាត់ផ្ដាច់ដោយកម្លាំងដែលមើលមិនឃើញសៀវភៅកណ្ដៃរបស់គេចាប់ផ្ដើមប្រែជាក្តៅដោយក្រងើកភ្លើងមិនចាក់ថាគ្រឹះផាត់កាន់តែគិតជិតមកដល់ហើយគេដឹងច្បាស់ថាប្រសិនបើគេមិនអាចរកវិធីតបតពេលនេះទេព្រលឹងរបស់គេនឹងត្រូវជាប់នៅក្នុងបន្ទប់លេខ404នេះជារៀងរហូតដូចជាព្រលឹងដទៃទៀតដែលគេបានឃើញនៅក្រោមគ្រែនោះដែរវិសាលនៅតែបន្តសម្លឹងមើលព្រលឹងជាច្រើនដែលនៅក្រោមគ្រែនោះដោយក្តីរន្ធត់បំផុតខណៈដែលសៀវភៅខ្លងដៃរបស់គេកាន់តែក្តៅខ្លាំងឡើងរហូតដល់ថ្នាក់គេស្ទើរតែមិនអាចកាន់វាជាប់បានតទៅទៀតស្នាមញញឹមដ៏គួរឲ្យរន្ធត់របស់ស្រមោលអមនុស្សដែលមានសក់វែងអនឡាយដែលអើកមកពីក្រោយស្មារបស់គេតាមរយៈកញ្ចក់នោះហាក់ដូចជាកំពុងជញ្ជុកយកវិញ្ញាណរបស់គេបន្តិចម្ដងចូលទៅក្នុងលោកនៃសេចក្តីស្លាប់ភ្នែករបស់វាគ្មានប្រស្រីឡើយមានតែរុនដៅខ្មៅងងឹតដែលពោពេញដោយគំនុំនិងការឈឺចាប់រាប់មិនអស់ដែលឆ្លួបញ្ចាំងមកវិញយ៉ាងច្បាស់វិសាលព្យាយាមដកដង្ហើមចូលឲ្យជ្រៅបំផុតប៉ុន្តែខ្យល់ជុំវិញខ្លួនគេហាក់ដូចជាប្រៃជេក្រាស់និងត្រជាក់ស្រែបដោយទឹកកកដែលផ្ទុយស្រឡះពីកម្ដៅនៃសៀវភៅដែលកំពុងឆេះរោលក្រនបាតដៃរបស់គេក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះវិសាលបានប្រើកម្លាំងចិត្តចុងក្រោយបង្អស់ដែលគេមានដើម្បីរើបំរាស់ពីការតាក់ទាញនៃកញ្ចក់បិសាចដ៏អាថាកំពឹងនេះគេបិទភ្នែកទាំងពីរចិត្តហើយទាញសៀវភៅបុរាណនោះមកអោបជាប់នឹងទ្រូងយ៉ាងណែនទោះបីជាកម្ដៅរបស់វាចាប់ដើមរលាកស្បែករបស់គេយ៉ាងណាក៏ដោយចេញទៅកុំមកប៉ះពាល់ខ្ញុំអីសោះគេស្រែកកំហុកក្នុងចិត្តយ៉ាងខ្លាំងក្លាបំផុតរំពេចនោះពន្លឺពណ៌មាសស្រាលមួយបានចេះចេញពីចន្លោះទំព័រសៀវភៅធ្វើឲ្យស្រមោលខ្មៅដែលនៅពីក្រោយខ្នងគេស្រែកធ្ងរដោយសំឡេងស្រួយដែលក្រហាយត្រជាបំផុតរួចក៏រលាបាត់ទៅក្នុងគីមងងឹតនៃជ្រុងបន្ទប់លេខ404កម្លាំងដែលសង្កត់លើទ្រូងរបស់គេក៏បានរលាបាត់ទៅដែរធ្វើឲ្យវិសាលដួលក្បាលជង្គង់ទៅលើអ៊ិតដែលពោពេញដោយធូលីហើយដកដង្ហើមហត់ដោយមនុស្សទើបតែរួចផុតពីការច្បាច់កសម្លាប់ទោះបីជាគ្រោះថ្នាក់ចំពុកមុខបានកន្លងផុតទៅមែនប៉ុន្តែបរិយាកាសក្នុងបន្ទប់លេខ404មិនបានត្រជាក់ឈក់ឡើយផ្ទុយទៅវិញវាបានប្រែជាចម្លែកជាងមុនទៅទៀតក្លិនឆ្អាបឈាមដែលធ្លាប់តែធុំខ្សោយពេលនេះវាបានសាយភាយពេញបន្ទប់កាន់តែខ្លាំងរហូតធ្វើឲ្យគេមានអារម្មណ៍ថងចង់ក្អកជាងមកសំឡេងកោះក្តារពីក្រោមគ្រែដែលធ្លាប់តែលឺតិចក៏ចាប់ដើមលន់លឺកាន់តែខ្លាំងនិងយប់ឡើងហាក់ដូចជាមានអ្វីមួយយ៉ាងដែលមានកម្លាំងមហិមាកំពុងព្យាយាមវាចេញមកខាងក្រៅវិសាលសម្លឹងមើលទៅក្រោមគ្រែដោយភាពភ័យខ្លាចបំផុតស្រាប់តែឃើញដៃដែលស្គមស្កាំងនិងមានក្រចកខ្មៅវែងរាប់សឹបបានលក់ចេញពីក្រោមគ្រែព្យាយាមចាប់ជើងរបស់គេ
គេប្រញាប់លោតថយក្រោយរហូតដល់ទើសចិញ្ចាំងបន្ទប់ដែលត្រជាក់ស្រេបក្នុងខណៈនោះសៀវភៅដែលនៅក្រំដៃរបស់គេបានបើកទៅដល់ទំព័រមួយដោយហីក្អែងហាក់ដូចជាមានវិញ្ញាណអ្វីម្យ៉ាងជួយបង្ហាញផ្លូវដល់គេនៅលើទំព័រនោះមានរូបភាពគំនូរនៃស្ត្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតប៉ុន្តែភ្នែករបស់នាងពោពេញដោយទុក្ខសោកមានតំណក់ទឹកភាពឈាមនៅខាងក្រោមរូបភាពនោះមានសរសេរឈ្មោះរតនាដោយទឹកខ្មៅពណ៌ក្រហមក្រមៅនឹងកាលបរិច្ឆេទនៃឆ្នាំ1998ដែលជាឆ្នាំនៃការសាងសង់សណ្ឋាគារនេះវិសាលចាប់ផ្ដើមយល់ច្បាស់ថាអថាគំពឹងនៃបន្ទប់លេខ404នេះមិនមែនជារឿងចៃដន្យឡើយវាជាគុកវិញ្ញាណដែលគុំខៀងប្រលឹងដែលមិនតន់អស់កម្មពៀនឹងការចងពៀអត្ថបទของសៀវភៅបានរៀបរាប់យ៉ាងច្បាស់ថារតនាគឺជាអ្នកដែលត្រូវបានគេសម្លាប់យ៉ាងប្រៃផ្សៃของបន្ទប់នេះហើយសាកសពរបស់នាងត្រូវបានគេលាក់ទុកនៅកន្លែងដែលគ្មាននរណានឹកស្មានដល់ដើម្បីបិទបាំងការពិតដ៏ខ្មៅងងឹតជួយដល់លៀងខ្ញុំផងសំឡេងខ្សឹបខ្ជាវដ៏ត្រជាក់មួយបានលន្លឺឡើងនៅក្បែរត្រចៀករបស់វិសាលយ៉ាងច្បាស់លើកនេះវាមិនមែនជាសំឡេងគំរាមកំហែងនោះទេប៉ុន្តែជាសំឡេងអង្វរកដែលពោពេញដោយភាពឈឺចាប់ខ្លាំងក្លាវិសាលសម្លឹងមើលទៅចិញ្ចាំងដែលនៅពីមុខគេស្រាប់តែឃើញមានស្នាមប្រែទួតមួយដែលកំពុងហូរវត្ថុរាវពណ៌ក្រហមស្អៅចេញមកយឺតគេដឹងថាគេមិនអាចត្រឹមតែរត់គេចចេញពីទីនេះនោះទេគេត្រូវតែបើកកាយកម្មពិតដ៏ជូរជូតដែលនៅពីក្រោយចិញ្ចាំងនោះបើមិនដូច្នេះទេព្រលឹងរបស់គេនឹងត្រូវជាប់នៅទីនេះជារៀងរហូតមិនខានដៃរបស់គេចាប់ផ្ដើមញើខ្លាំងខណៈដែលគេព្យាយាមយកកម្មពិតទុយមួយដែលគេតែងតែដាក់តាមខ្លួនមកចាប់ផ្ដើមឆ្កេះស្នាមប្រេះនៅលើចិញ្ចាំងនោះដោយក្តីបារម្ភនិងតក់ស្រួតជាទីបំផុតរាល់ពេលដែលគេឆ្កេះចិញ្ចាំងសំឡេងយំខ្សឹកជួររបស់មនុស្សស្រីក៏កាន់តែលឺច្បាស់ពេញបន្ទប់ហាក់ដូចជាកំពុងជួយជំរុញទឹកចិត្តគេឲ្យបន្តសកម្មភាពនេះវិសាលដឹងច្បាស់ថាអ្វីដែលនៅពីក្រោយចិញ្ចាំងនេះគឺជាគុណលឺតែមួយគត់ដើម្បីបញ្ចប់បណ្ដាសាដ៏អាក្រក់នេះបានទៅប៉ុន្តែក្នុងពេលជាមួយនោះស្រមោលខ្មែរធំជាច្រើនចាប់ផ្ដើមងើបចេញពីគ្រប់ទិសទីនៃជ្រុងបន្ទប់កាន់តែខិតជិតមករកគេក្នុងគោលបំណងរារាំងមិនឲ្យគេប៉ះពាល់ដល់ថាកំពុងតែលាក់ទុកជាបំលេចឆ្នាំវិសាលគ្មានជំរឿសឡើយគេត្រូវតែប្រណាំប្រជែងនឹងវេលាដ៏ខ្លីបំផុតមុននឹងវិញ្ញាណអាក្រក់ទាំងនោះលេបត្របាក់ជីវិតរបស់គេទាំងគូបេះដូងរបស់គេលូតញាប់ដូចជាចង់ផ្ទុះចេញមកក្រោយទ្រូងភ្នែកសម្លឹងមើលទៅស្នាមប្រេះតែកាន់តែធំទៅស្រាប់តែគេបានឃើញអ្វីម្យ៉ាងដែលធ្វើឲ្យឈាមក្នុងខ្លួនរបស់គេប្រែជាត្រជាក់ស្រេបភ្លាមគឺកោះដាក់ឈាមមួយនិងសក់ក្បាលមនុស្សពិតៗដែលបញ្ច្រាស់ចេញមកក្រោយចិញ្ចាំងកោតដាក់ធាតុមួយនិងសក់ក្បាលមនុស្សពិតៗដែលបញ្ច្រាស់ចេញមកក្រៅចិញ្ចាំងនោះហាក់ដូចជាកំពុងមានវិញ្ញាណស្ថិតនៅពីក្រោយវាកំពុងរមួលក្រញីងក្រញងនិងដួសចេញមកកាន់តែវែងឆ្ពោះទៅរកផ្ទៃមុខរបស់វិសាលយ៉ាងគួរឲ្យរន្ធត់បំផុតក្លិនស្អុយឆ្អាបដូចជាសពដែលស្អុយរលួយរាប់ទសវត្សរ៍បានភាយចេញពីក្នុងប្រហោងចិញ្ចាំងនោះយ៉ាងខ្លាំងក្លារហូតធ្វើឲ្យវិសាលមានអារម្មណ៍ចង់ក្អួតចង្អោយចេញមកទាំងអន្ទះសាកោតដាក់ថេតដែលមានពណ៌ខ្មៅស្រអាបនិងប្រឡាក់ដោយស្នាមឈាមក្រៀមនោះគឺជាចំណុចកណ្ដាលនៃថាមពលអាក្រក់ទាំងពួងក្នុងបន្ទប់លេខ404នេះវិសាលមានអារម្មណ៍ថាឈាមក្នុងខ្លួនរបស់គេប្រែជាកកដោយទឹកកកខណៈដែលស្រមោលខ្មៅធំដែលងើបចេញពីគ្រប់ជ្រុងបន្ទប់បានលូកដៃដែលវែងខុសពីធម្មតាមកជិតដល់រាងកាយរបស់គេក្នុងចម្ងាយត្រឹមតែមួយចំអាមប៉ុណ្ណោះម្រាមដៃស្រួចនិងស្បែកខ្មៅរលួយរបស់ពួកវាបានបង្កើតជាស្រមោលអាក្រក់ជះលើជញ្ជាំងហាក់ដូចជាកំពុងរំរែកអបអរសាទរចំពោះចំណីថ្មីដែលកំពុងស្ថិតក្នុងអន្ទាក់មរណៈទោះបីជាភាពភ័យខ្លាចកំពុងគ្របដណ្ដប់ស្មារតីប៉ុន្តែសភាវគតិរស់រានមានជីវិតបានជំរុញឲ្យវិសាលមិនអាចនៅស្ងៀមរងចាំសេចក្តីស្លាប់បានឡើយគេដឹងច្បាស់ថាបើគេមិនធ្វើអ្វីមួយនៅនាទីដ៏សំខាន់នេះទេគេនឹងក្លាយជាសាក្សពទី2ដែលត្រូវគេគប់ក្នុងចិញ្ចាំងនេះជាមិនខានវិសាលបានសម្រេចចិត្តលូកដៃដែលញ័រទៅត្រូវរបស់គេចូលទៅក្នុងប្រហោងចិញ្ចាំងដែលពោពេញដោយសក់ក្បាលដ៏ព្រួយទាំងនោះនៅពេលដៃរបស់គេប៉ាំងនឹងផ្ទៃដ៏ត្រជាក់នៃកោដ្ឋធាតុភាពញាក់សាច់មួយបានរត់ឆ្លងកាត់រាងកាយរបស់គេដូចជាចរន្តអគ្គិសនីដ៏ខ្លាំងភ្លាមនោះរូបភាពដ៏រន្ធត់នៃអតីតកាលបានហក់ចូលមកក្នុងខួរក្បាលរបស់គេយ៉ាងច្បាស់គឺរូបភាពនារីម្នាក់ឈ្មោះស្រីឡាស់ដែលត្រូវគេវាយនឹងដុំថ្មរួចច្រកចូលក្នុងចន្លោះជញ្ជាំងទាំងដែលនាងនៅមានដង្ហើមញាប់នៅឡើយដើម្បីធ្វើជាយន្តការពារអថាកម្បាំងខ្មៅងងឹតសំឡេងស្រែកជួយនិងសំឡេងក្រចកដែលនាងព្យាយាមកោសជញ្ជាំងពីខាងក្នុងបានបន្លឺឡើងក្នុងត្រចៀករបស់វិសាលយ៉ាងច្បាស់ក្រឡែតចេញទៅកំប៉ះពាល់របស់នាងឲ្យសោះសំឡេងក្រហៀមយ៉ាងស្អកបន្លឺចេញពីមាត់របស់ស្រមោលខ្មែរដែលនៅជិតគេបំផុតវាបានលោតមកសង្គ្រប់លើស្មារបស់វិសាលធ្វើឲ្យគេដួលទៅលើការ៉ូដ៏ត្រជាក់ស្រៀបវិសាលបានព្យាយាមរើបន្រាស់យ៉ាងខ្លាំងដៃម្ខាងរបស់គេនៅតែព្យាយាមចាប់កាន់កោដ្ឋធាតុនោះឲ្យជាប់ព្រោះគេជឿថាវាគឺជាសរតែមួយគត់សម្រាប់ដោះស្រាយអថាកម្បាំងនេះក្នុងពេលដ៏ចលាចលនោះគេបានឃើញអ្វីមួយយ៉ាងដែលជ្រុះចេញពីក្បែរកោដ្ឋគឺជារូបថតចាស់មួយសន្លឹកនិងចិញ្ចៀនមាសដែលមានឆ្លាក់អក្សរណូវិសាលបានឆក់យករបស់ទាំងនោះ
ដាក់ក្នុងហាប៉ាវយ៉ាងលឿនបំផុតខណៈដាស់សក់ក្បាលដែលដុសចេញពីជញ្ជាំងបានចាប់ផ្ដើមរុំពពកជើងរបស់គេរួចអូសគេឆ្ពោះទៅរកប្រហោងជញ្ជាំងនោះហាក់ដូចជាចង់លេបត្របាក់រົບគេចូលទៅខាងក្នុងដែរភ្នែករបស់វិសាលសម្លឹងទៅខាងទ្វារបន្ទប់ដែលកំពុងតែរលាយបាត់បន្តិចម្ដងក្នុងភាពងងឹតដែលមិនអាចយល់បានគេដឹងថាពេលវេលារបស់គេជិតអស់ហើយបើគេចេញមិនផុតពីបន្ទប់នេះទេគេនឹងបាត់បង់ជីវិតគេបានទាញពាវចេញពីកាបូបរួចជិតបញ្ឆេះបន្លឺឲ្យខ្លាំងបំផុតតាមដែលអាគុយអាចផ្ដោតឲ្យបន្លឺពេលបានធ្វើឲ្យស្រមោលខ្មៅទាំងនោះស្រែកយំដោយការឈឺចាប់និងថយក្រោយបន្តិចដោយសារតែភាពចាញ់ចាំងវិសាឆ្លៀតឱកាសដ៏ឃ្លីងនេះក្រោកឈរឡើងទាំងត្រដររួចធាក់ផ្ដាច់សពក្បាលដែលរុំជើងរបស់គេយ៉ាងសាហាវគេបានរត់សម្ដៅទៅរកមាត់ទ្វារប៉ុន្តែស្រាប់តែមានដៃមួយដែលស្គមស្កាំងនិងពោពេញដោយឈាមរំអៀលលូកចេញពីក្រោមគ្រាមកចាប់កាំងជើងរបស់គេជាប់យ៉ាងណែនវិសាក្រឡេកមើលទៅក្រោមគ្រាហើយគេក៏បានឃើញមុខមាត់ពិតរបស់វិញ្ញាណដែលនៅក្រោមគ្រានោះគឺជាផ្ទៃមុខដែលគ្មានស្បែកមានតែសាច់ក្រហមឆៅនិងភ្នែកដែលលៀនចេញមកក្រៅសម្លឹងមកគេដោយកំខឹងឆ្លៀននេះតែចង់បានជីវិតគេមកជំនួសកលែងរបស់វាវិសាដឹងថាការតស៊ូរបស់គេទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយអត្ថាកំបាំងដែលលាកទុកនឹងបន្ទប់នេះគឺសាហាវជាងអ្វីដែលគេធ្លាប់គិតទៅទៀតវិសាលដឹងថាការតស៊ូរបស់គេទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយអត្ថាកំបាំងដែលលាក់ទុកក្នុងបន្ទប់នេះគឺសាហាវជាងអ្វីដែលគេធ្លាប់គិតទៅទៀតកម្លាំងអូទីងពីក្រោមគ្រែនោះខ្លាំងក្លាអស្ចារ្យហាក់ដូចជាចង់បំបាក់ឆាំងកែងជើងរបស់គេឲ្យខ្ទេចជាចំណៃក្នុងមួយពព្រាកភ្នែកវិសាលខំប្រឹងរើបំរាស់យ៉ាងអស់ទំហឹងបាតដៃទាំងពីររបស់គេកូតនឹងការ៉ូត្រជាក់ស្រេបដើម្បីស្វែងរកអ្វីមួយមកទប់ទល់ប៉ុន្តែផ្ទៃការ៉ូក្នុងបន្ទប់លេខ404នេះបែរជាប្រែជាជ្រីដូចភុកឈីមដែលធ្វើឲ្យគេមិនអាចតងអ្វីជាប់ឡើយក្នុងខណៈពេលដែលពាក្យខណ្ដាលខ្លួនរបស់គេត្រូវអូសចូលទៅក្រោមគ្រែក្លិនស្អុយរលួយនៃសាច់ស្រស់ៗបានភាយឡើងមកប៉ះចមូសយ៉ាងខ្លាំងធ្វើឲ្យគេស្ទើរតែថប់ដង្ហើមស្លាប់ពន្លឺភ្លើងក្នុងបន្ទប់ចាប់ផ្ដើមព្រិចរួចក៏ប្រែជាពណ៌ក្រហមឆ្អៅដោយលោហិតវិសាលបានឃើញស្រមោលខ្មៅជាច្រើនលួនចេញពីជញ្ជាំងមកចំរោមមើលរូបគេដែលកំពុងតែរងទុក្ខវេទនាខ្មោចតែគេមានស្បែកមុខនោះចាប់ផ្ដើមសើចគុកអាយសម្លេងរបស់វាដូចជាកញ្ចក់ដែលកំពុងបែកខ្ទេចខ្ទីនៅក្នុងត្រចៀករបស់គេវាលោកដៃមកខាងទៀតមកខ្វះស្ដាមទ្រូងរបស់វិសាលបន្សល់ទុកនៅស្នាមក្រញ៉ៅយ៉ាងជ្រៅដែលមានឈាមហូរចេញមិនឈប់ដោយក្តីអស់សង្ឃឹមវិសាលបានលោកដៃទៅប៉ះជំយើងគ្រែដែកដែលច្រេះស៊ីក៏ស្រាប់តែគេបានស្ទាបជំវត្ថុមួយយ៉ាងដែលរឹងនិងមានរាងដូចជាសៀវភៅតូចមួយដែលកប់នៅក្រោមកម្រាលឈើដែលហាបចិនគេប្រែកម្លាំងចុងក្រោយទាញវត្ថុនោះចេញមកហើយវាយទៅលើដៃខ្មោចដែលចាប់ជើងគេយ៉ាងខ្លាំងភ្លាមនោះវិញ្ញាណកំណាតនោះក៏ស្រែកធ្ងោដោយការឈឺចាប់រួចក៏លែងដៃចេញពីជើងរបស់គេវិសាលមិនបង្អង់យូរគេខំប្រឹងវាចេញពីក្រោមគ្រែទាំងត្រដោះខ្ញុលជើងរបស់គេពោពេញដោយស្នាមឈាមខ្មៅដូចជាត្រូវភ្លើងឆេះគេបានក្រោកឈរឡើងទាំងញាប់ញ័ររួចក៏រត់ទៅផ្អែកខ្នងនឹងជញ្ជាំងក្បែរទ្វារចិនដែលលែងនេះត្រូវបានបិទជិតហាក់ដូចជាត្រូវបានគេផ្សារជាប់នឹងដែកនៅក្នុងដៃរបស់គេគឺជាសៀវភៅកំណត់ហេតុចាស់មួយដែលមានសម្ភាររហែកនិងប្រឡាក់ដោយដើមឈាមស្ងួតជាច្រើនឆ្នាំមកហើយវិសាលដកដង្ហើមធំព្យាយាមរក្សាសតិអារម្មណ៍ដែលស្ទើរតែបែកខ្ចាត់ខ្ចាយគេសម្លឹងមើលទៅក្រោមគ្រែម្ដងទៀតប៉ុន្តែលើកនេះបន្ទប់បែរជាស្ងប់ស្ងាត់ខុសធម្មតាគ្មានវិញ្ញាណគ្មានឈាមហើយពន្លឺភ្លើងក៏ត្រឡប់មកជាសម្ភារដើមវិញប៉ុន្តែដើមឈាមលើខ្លួនគេនិងសៀវភៅនៅក្នុងដៃគឺជាភស្តុតាងដែលបញ្ជាក់ថាអ្វីដែលបានកើតឡើងមិនមែនជាការយល់សប្តិឡើយគេបានបើកសៀវភៅកំណត់ហេតុនោះដោយដៃញ័រទៅត្រឹកទំព័រដំបងមានសរសេរឈ្មោះម្ចាស់សៀវភៅថារតនានិងរូបថតនារីម្នាក់ដែលមានផ្ទៃមុខស្រស់ស្អាតប៉ុន្តែភ្នែករបស់នាងក្នុងរូបថតនោះបែរជាប្រែជាហូរឈាមនៅចំពោះមុខវិសាលអត្ថបទក្នុងកំណត់ហេតុបានរៀបរាប់ពីការធ្វើតារុណកម្មយ៉ាងព្រៃផ្សៃដែលនាងបានជួបប្រទះនៅក្នុងបន្ទប់លេខ404នេះកាលពី20ឆ្នាំមុនវិសាលបានដឹងថានាងមិនមែនស្លាប់ដោយសារជំងឺឬការធ្វើអត្តកៈដោយតែពាក្យចចាមអារាមនិយាយនោះទេប៉ុន្តែនាងត្រូវបានគេសម្លាប់ដើម្បីយកស្បែករបស់នាងទៅធ្វើពិធីបុណ្យងឹតម្យ៉ាងនៅពេលដែលគេកំពុងអានដោយជំនួយដ៏រន្ធត់នេះស្រាប់តែមានសម្លេងស៊ឹបដាក់ត្រជាគេពីក្រោយថាតើឯងចង់ជួយសង្សឹកឲ្យយើងទេវិសាលព្រីសម្បូរខ្ញាគេដឹងថាវិញ្ញាណនោះមិនទាន់ទៅណាឆ្ងាយឡើយវាគ្រាន់តែបដូរយុទ្ធសាស្ត្រពីការវាយប្រហារមកជាការលបួងវិញគេក្រឡេកមើលទៅក្នុងកញ្ចក់ទូខោអាវដែលនៅក្បែរនោះហើយឃើញថាស្រមោលដែលឆ្លុះចេញមកមិនមែនជារូបគេឡើយប៉ុន្តែជារូបរាងកាយដែលគ្មានស្បែកកំពុងឈរអូបកក់របស់គេពីក្រោយយ៉ាងជិតស្និទ្ធបំផុតដែលធ្វើឲ្យបេះដូងរបស់គេស្ទើរតែលូតចេញមកក្រៅទ្រូងវិសាលឈរធឹងដូចរូបចម្លាក់ខណៈណាបេះដូងរបស់គេស្ទើរតែលោតចេញមកក្រៅទ្រូងតាមការភ័យខ្លាចដ៏ខ្លាំងក្លាបំផុតក្នុងជីវិតខ្យល់ដង្ហើមត្រជាក់ស្រិបដែលភីចេញពីមាត់របស់វិញ្ញាណគ្មានស្បែកនោះបានបកមកប៉ះកញ្ចឹងករបស់គេធ្វើឲ្យគេញ័រទៅទៀកដោយកូនបាក់សីត្រឹងទឹកភ្លៀង
រូបភាពក្នុងកញ្ចក់ទូខោអាវបង្ហាញយ៉ាងច្បាស់នៃសាច់ដុំក្រហមឆ្អែតនិងសរសៃឈាមរញីរញីដែលនៅសេសសល់លើរាងកាយខ្មោចស្រីនោះខណៈដែលដៃរបស់វាដែលពោពេញដោយឈាមស្រស់ៗកំពុងរឹតបន្តឹងកាយអោបលើស្មារបស់គេសំឡេងខ្សឹបដ៏ស្អកស្អកបន្លឺឡើងម្ដងទៀតយ៉ាងយឺតៗថាពួកវាបានលួចយកសម្រស់របស់ខ្ញុំពួកវាបានបកស្បែកខ្ញុំទាំងរស់ដើម្បីបូជាដល់ព្រលឹងបិសាចដែលស្ថិតនៅក្រោមសន្តាគារនេះបើឯងមិនជួយយើងទេឯងក៏នឹងក្លាយជាចំណីរបស់ពួកវាដូចគ្នាវិសាលព្យាយាមប្រមូលស្មារតីដែលកំពុងបែកខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញទោះបីជាជើងរបស់គេស្ទើរតែគ្មានកម្លាំងឈរក៏ដោយគេសម្លឹងមើលទៅក្នុងរន្ធភ្នែកដែលគ្មានត្របកភ្នែករបស់វិញ្ញាណនោះតាមរយៈកញ្ចក់រួចសួរដោយសំឡេងញ័រៗថាតើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីជួយអ្នកហើយតើនរណាជាអ្នកនៅពីក្រោយរឿងដ៏ខួខៅនេះរំពេចនោះភ្លើងនៅក្នុងបន្ទប់លេខ404ចាប់ផ្ដើមឆេះញាក់ញាក់រួចក៏ប្រែជាពណ៌ក្រហមដូចឈាមខ្យល់ព្យុះបកមកពីខាងក្រោយបង្អួតយ៉ាងខ្លាំងធ្វើឲ្យវាំងនិនហើររញីរញីដូចស្លាបបាក់សីដែលកំពុងភ័យខ្លាចមរណៈរូបភាពក្នុងកញ្ចក់ចាប់ផ្ដើមប្រែប្រួលបង្ហាញឲ្យឃើញនៅសកម្មភាពកាលពីអតីតកាលដ៏ខ្មៅងងឹតគេឃើញបរិសម្នាក់ក្នុងឈុតខ្មៅបិទមុខជិតឈរកាន់កាមិតយ៉ាងមុតស្រួចលើគ្រែក្នុងបន្ទប់នេះឯងបរិសនោះមិនមែនជាអ្នកដទីឆ្ងាយឡើយគឺជាអ្នកគ្រប់គ្រងសន្តាគារដែលធ្លាប់ញញឹមដាក់គារកាលពីពេលថ្ងៃប៉ុន្តែស្នាមញញឹមនោះអ៊ីឡូប្រែជាគួរឲ្យរន្ធត់បំផុតស្បែករបស់ខ្ញុំត្រូវបានគេយកទៅលាក់ទុកនៅក្នុងកន្លែងអថាកំបាំងបំផុតនៃបន្ទប់នេះខ្មោចស្រីនោះបន្តទាំងទឹកភ្លៀកឈាមហូរស្រស់ចុះមកលើស្មារបស់វិសាលយ៉ាងក្តៅគគុកវាស្ថិតនៅក្រោមគ្រែដែលឯងកំពុងដេកនេះឯងប៉ុន្តែវាមិនមែននៅលើអ៊ីតធម្មតាទេវាស្ថិតនៅក្នុងបន្ទប់សម្ងាត់ក្រោមដីដែលច្រកចូលត្រូវបានបិទបាំងដោយយ៉ាន់មុនអាគមខ្មៅងងឹតវិសាលមានអារម្មណ៍ថាដីដែលគេកំពុងឈរហាក់ដូចជាកំពុងស្រុតចុះយ៉ាងខ្លាំងគេដឹងច្បាស់ថាគេគ្មានផ្លូវថយក្រោយឡើយបើមិនប្រជុំមុខនឹងការពិតដែលនៅចំពោះមុខទេគេនឹងត្រូវស្លាប់ក្នុងបន្ទប់នេះคล้ายជាខ្មោចតៃហងជាមិនខានឡើយវិសាលងាកក្រោយយឺតទាំងបេះដូងលោតខុសចង្វាក់ប៉ុន្តែនៅពេលគេងាកទៅដល់វិញ្ញាណនោះបានបាត់សម្រៅទៅហើយបន្សល់ទុកតែស្នាមឈាមដើមរៀងជាប្រអប់ដៃលើអាវពណ៌សរបស់គេប៉ុណ្ណោះគេសម្រេចចិត្តលុតជង្គង់ចុះរួចសម្លឹងមើលទៅក្រោមគ្រែដ៏ខ្មៅងងឹតម្ដងទៀតដោយចិត្តក្លាហានលាយឡំនឹងភាពភ័យខ្លាចលើកនេះគេមិនប្រើត្រឹមតែភ្នែកសម្រាប់មើលឡើយគេប្រើដៃទាំងពីររាវរកនៅចំណុចខុសប្រក្រៃណាមួយនៅលើកម្រាលឈើដែលហាក់ដូចជាចាស់ខ្លាំងធំពីកន្លែងផ្សេងបេះដូងគេលោតញាប់ដូចជាស្គរដែលគេវាយក្នុងពិធីបុណ្យសពខណៈដែលម្រាមដៃរបស់គេប៉ះជំរុនទួយមួយដែលលាតខ្លួនយ៉ាងជិតនៅគៀនជញ្ជឹងក្បែរជើងគ្រែពេលគេសង្កត់ខ្លាំងស្រាប់តែមានសំឡេងយន្តការចាស់ៗដែលមិនបានដំណើរការរាប់សិបឆ្នាំបន្លឺឡើងគ្រឺតកម្រាលឈើក្រោមគ្រែបានរបើកឡើងយឺតបង្ហាញឲ្យឃើញនៅចិន្តាឈើចាស់ៗដែលនាំចុះទៅក្នុងភាពងងឹតសួនឈឹងដែលមើលមិនឃើញបាត់ក្លិនអាសតនៃសាកសពដែលស្អុយរលួយបូករួមនឹងក្លិនទូបសែនខ្មៅបានភាយឡើងមកភ្លាមធ្វើឲ្យវិសាលស្ទើរតែថប់ដង្ហើមស្លាប់នៅនឹងកន្លែងគេដឹងថានៅខាងក្រោមនោះគឺជាកន្លែងដែលពិធីបុណ្យងងឹតបុកស្បែកមនុស្សត្រូវប្រារព្ធឡើងហើយក៏ជាកន្លែងដែលអថាកំបាំងទាំងអស់នៃបន្ទប់លេខ404នឹងត្រូវលាតត្រដាងវិសាលកាន់ពេលក្នុងដៃយ៉ាងណានទោះបីជាម្រាមដៃរបស់គេកំពុងញ័រទៅតែដោយសន្លឹកឈើត្រូវខ្យល់បក់ក៏ដោយគេគ្មានជំរឿនអីផ្សេងក្រៅពីចុះទៅកងរណ្ដៅមរណៈនោះឡើយប្រសិនបើគេចង់មានជីវិតរស់នៅឃើញពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីនៅពេលដែលជើងរបស់គេប៉ះនឹងកាំចិនដាវទី10ដែលរឹងមាំតែត្រជាក់ស្រាប់តែមានសំឡេងសើចដ៏គ្រលក់ចេញពីក្នុងភាពងងឹតខាងក្រោមវាជាសំឡេងសើចដែលពោពេញដោយការចំអកការឈឺចាប់និងការស្រែកឃ្លានឈាមស្រស់វិសាលដឹងខ្លួនច្បាស់ណាស់ថាគេមិនមែនចុះទៅទីនោះតែម្នាក់ឯងឡើយមានអ្វីមួយយ៉ាងដែលមានឥទ្ធិពលខ្លាំងជាងខ្មោចស្រីនោះកំពុងរងចាំទទួលស្វាគមន៍គេនៅខាងក្រោមនោះដោយចិត្តអន្តរសាបំផុតកម្ដៅក្នុងបន្ទប់ធ្លាក់ចុះដល់ចំណុចកក់ធ្វើឲ្យដង្ហើមរបស់គេចេញមកជាស្វែងពណ៌ស្លែកគេបន្តបោះជំហានចុះទៅក្នុងភាពអាថាកំបាំងដែលមិនធ្លាប់មានអ្នកណាដង្កាលពីមុនមកដោយមិនដឹងថាជណ្ដាវនេះនឹងនាំគេទៅរកសេរីភាពឬក៏នាំទៅរកកន្លែងបញ្ចុះសពថ្មីរបស់គេឡើយភាពងងឹតបានលេបត្របាក់រូបរាងរបស់គេបន្តិចម្ដងរហូតដល់បាត់ឈឹងពីលើកម្រាលនៃបន្ទប់លេខ404ភាពងងឹតដែលបានលេបត្របាក់រូបរាងរបស់វិសាលបន្តិចម្ដងរហូតដល់បាត់ឈឹងពីលើកម្រាលនៃបន្ទប់លេខ404នោះហាក់បីដូចជាមានវិញ្ញាណរាប់ពាន់កំពុងយំសោកបោកខ្លួននៅក្នុងភាពស្ងប់ស្ងាត់ដ៏គួរឲ្យរន្ធត់
ตัวใบเจเกมันอาจเมิลเคินเอาไว้ถึงในจำพวกมุกปันตาอารมณ์ระบอเกเนื้อแต่ดึงจะบะปีเพียบตระเจกได้มันแม่นเจกช้อลอากาศทอมดาแต่เวียคือจีเพียบตระเจกได้พี่เจนปีจำราวในพนูขมาดอแสนเจอหนึ่งโป้เป็นดอยกลมนมวิสาบรรต่อเชียนเจิงเจาะตามกำจันดาเชอดตู้จังเอียดนึ่งเมียนสำน้ำได้ฮักโดยจีนอมเกยเจาะด้วยกันปีพบในสิกไดสลับแต่คลื่นในตระลับรอลเป็นได้เจิงระเบาะเกยจวนเลือกกำจันดาสำเลงกรืดในเชอได้ปุกพอยบานบันเลอลางกต่อปิญรนตระเจียกเลียลอมจมวยหนึ่งสำเลงดอกดังหามทมได้มันแม้นเจดังหามระเบาะเกยลอยคลันจะอาบชิมได้คับคลังหนึ่งคลันสากสับแดสโอยระลวยรอบตัวสวอตบานเบาเบาโมปะจรมุระเบาเกยอย่างคลังทั่วเอาวิสาลจองจังเอาเจงมุกรอยปันไดเกยเตระบุงคอมจัดกระดาวเปิลกรงใดเอาแนนปุ่มพดดำไปรักษาสมาร์ดีเอาเนินนึ่งนอเนื้อเปลได้เกยโจมาดอร์บาดจันดาปนลือเปลดอกสอยได้เฮบหนึ่งรลดเตอหายโนบานปังหานเอาเคยเนื้อบรรทุบกรอมใดดอทมทุเลียมวยได้เมียนกำราใดโปปิ้งโดยพกเจียมปอขมาหนึ่งกำเตชังมนุได้บักใบจนเจียงจมวินเตรบานสร้างสองลางปิถมอพุกโบราณได้ดอสแลปอกระหอมกระมาโดยเชียมเกรียมหนึ่งเมียงจารึกเนื้ออัคระขมางงเงิดอย่างกระแกรลได้เมื่อตือโดยจีบรรดาสามอนอากมขมาดอกูอรนทดบ่มพอดได้เกมันถอบเคยปีมุนโมกในจอมกันดาวบรรทุบนูมีนแกรได้จ้ามวยได้เรียบจอมตุกโดยจีกันไลสำหรับทัวพิธีโบเจียเย็นสำหรับมนุเอาไว้ได้ทัวออยวิซาสเตือแต่ยังเบดงสลับในกันไลนูคือในเลอแกรนูมีนรูปสำนักทัวไปได้อิดเลียเชียมได้มีนพนักเปิดระบอบมนุกำปุงสำลึงโมเกอย่างกันนาดโคข้าวบ่มพอดสลับแต่สำเลงซอยกระลวดดอกพลื้อปรวยได้เจนปีบำปงก่อสงวดแหงบานบันเลอลางเจนปีจรงงเงิดบำพดในบรรทุบกรอมไดโนรูปเรียงขบวนสระละได้เมียนใดเจิงแวงข้อปีถอนมาเจียดหนึ่งเมียนสแบกขมายระลวยเกรียมกลัวด้วยสำเบาะเชอได้เตาเพลิงแช่บานวาเจนมกตามจุนเจียงยืดโดยจีสัตเปียงบิศาดดอกกัวเอาขเปิมระเอิมพเนกระเบาะเวียปอกระหอมแช่โดยระเงือกเพลิงนรกกำปุงสำลังมกวิสาวดอยกระไดสริเคลียนเชียนสระเจปนเปกเวียมันแมนจีวิญญาณขมาวสรีได้เกยถวบจูบในครั้งบรรทุบเลขบนนุเตปันแต่เวียคือเจมจ้าบรรดาสาได้เจบิศาดอาบทมุบได้บานบางครั้งวิญญาณรอมมันเอาในจวบหนึ่งกรามแกรดอจังไรนี้ต่างปีดามหมอกไอเมื่อดอลหายต้องวายดอสำคัญบ่งพดดำไปโบเจียสำเลงนู้ตระแจะสรึบหนึ่งสกอกสะอาโดยที่สำเลงกระกึดกระเนในจะอังขมาวดาระลวยวิสาลพี่เยี่ยมท้อยกรามดำไปรอกเพลเจงเป็นแต่จันดาได้เกเติบแต่โจมุกนัวบานระเลียบัตเตอร์ขนมเพียบเมืองเอ็ดศูนย์ชึงบัตเตอร์หายตกไอเกในประโชมุกหนึ่งวิสายดอกขนาดนี้แทมแหนกแองขนมเพียบอ้อสังคมขนมขนาดนู้วิญญาณขมาวใส่ได้ทรับลงบรรลาดเกกาปิยุบมิงบานเล็กรูปเรียงหลางมาดองเดียดในกระบายกระไดน้อยแดปันแต่เลิกนี้เนียงเหมือนสัมเพียสเล็กสลางหนึ่งยบเหยาะด้วยผีไผ่คลังจีคลังเนียงมันแมนเจเนียได้จ้องสำหรับเกลอยแต่เนียงคือเจเนียตกตัวได้เตอบานพิศาจนี้ถือบาบอย่างเปรียบสายบังคดเนียงบานเปล่าใดได้สอนแต่เฉิงจุงเกินตะการประอบเชอโบราณตุยมวยได้แลกในกรอมกระไดนู้ดาวตึกพีบเชียมโฮสระเจาะมือใดพิศาโยนพริมท่านี้คือเจวัตถุอาถากำบังแต่มวยกุดได้อายบำใบบรรดาสานิบานปันแต่พิศาจนู้มันตุกเพลเลยเกลายเวียบานโหลดสังครบมาเลือวิสาได้ระเบือนเลื่อนด้วยเพลบันต่อหนึ่งเมียนกำลังบุกตุงกิจยังคลั่งอจากระจกดอสวยแวงหนึ่งขมาระลวยระบอบเวียบานจากทะลุซัดสมาระบอบวิสายังเจอเธอไอเชียมสระโฮสรอยเป็นกำราเดอิดกำลังดำมาเหมาระบอบเวียบานสังกตวิสาโดยจอบหนึ่งใดเธอไอเกพิบักดอกดังหารมหนึ่งเมียนอารมณ์ไทยจะอังจำนีจิตหนึ่งบักออสเตอร์ไฮกนุงเกลียดอกโรธนักบุญพดระเวียงสลับหนึ่งโรนูรูปเพียบในพิธีบูเชียยันตราบิหาสิบชนะมนบานเล็กหลางจนโคขบาระบอบเกยยังจะบ้าเวียคือจีรูปเพียบครูอับทมุกมันแดกได้บางสำหรับโกนสรีครูนแองดำเมยประโดยยกเพียบอมตะหนึ่งบีไซเดินโดยพิมุกเกนี้คือจีรัตพรในมนอากมขมมุงเงิดดสหาวนูแองบีไซเดินจะบ้าท่าเกคือจีตองวายจงเคราะห์ดำไปเอาบีไซนี้มีกำลังกรุบกรอนคอนการเจนไปยาใหญ่พิภุขังไกลวิงบานตัวเบจิกาชื่อจับกำปงย้ำเยรูปกายโดยกำเริดนากระดอยบีไซบันปรา กำลังจงเคราะห์ได้เสซอลลูกใดตะกันประอบเชิญนัวตังตระดาบตระดัวบงพดเรียมใดได้เยจุบระบอเกบานปากหนึ่งกำรับประอับขณะได้หมดดทุมระบอบวิสาโนเหียบหนึ่งคำประเด็กบำปงกอระบอเกเตหายเพลียมโนบนลือบอเคียวสงัดดอกอัฐากำบังบานแจเจงปีประอบเชโนบันติกมาดองเธอเอาวิสาโนสไรคโนโดยการชื่อจับอย่างคลางคลาบงพดวิสาเดินทานี่คือจีเอาการจงกรอยบงพดระบอเกหายใบมันอาจเบิกเวบานเตเกนึงคล้ายจีขโมยกล้อมแกรบันต่อได้เตยจวบคุมในตีนิกออกอยไปจนิด
เรียมใดได้ประลักดอยชีมนึ่งหยอตะเตรือกระเบอวิสาลบานเปริงสังกตตะเลอกุนลึในประอบเชิญนุอย่างคลังสำเลงกรึกมวยบานบรรลือลางกัดตามระยะสำเลงสายกระหึมดอกกูเอารันทอดระบอบิซากได้เนอปีเลอรูปเกพลิมโนกมรอประอบบานระเบิกลางเฮาไอ้ปันลือปอคิวได้ทลอบตายสระงัดก็บานประตูเจนมุกราวอย่างคลั่งคลาเปรียบโดยเชบรรทุพนุมเพลิงในธามปลดอวิสุทธ์ปันลือนูกวันจะตำลูรูปกายขมอยงงเงิดระบอบิซายกราวแกรโทเอาเวียคอนตรักใดจึงหนึ่งสไลทงโงดอยกาชื่อจับเจียปนเปกระโหดดอลเวียไตรบังกอมเจ็ดแรงกอบำปงกอระบอวิสาลหอดดอกถอยติดรุงงงเงิดในบรรทุบฟิงวิสาลดอกดังหามฮอดดังฮอกพเนกระบอกเกสำเลิงมือตึกขนมประอบก็เคยมีตุ๊กตาได้แอดโตยมวยได้รุมดอยสะไซเสาะมนุหนึ่งมีจารึกย้อนโบราณปอกระโหมจะอายเนเปได้วิสาลปาตุ๊กตานุสรับแต่รูปเพียบอเตตกาในบรรทุบเล็ก400บานโฮโจยมขนมคัวกบาระบอกเกโดยเช็คสายเพียบย้อนเกบานเคยเนรีมาเนกหรือบานเกสำลับอย่างอันน้อยอาธรรมในกล้อมเกรนี่กาลปีมัก10 ชนามนหอยวิญญาณระเบาะเนียงตรือบานกรูอาบทมุกมาเนียกบังคังตุกขนมตุ๊กตานี่ดำใบบมเรืออ้อยอำเภออากรอกหนึ่งตามลงบรรลัยนักไดมอกสนักเนอตีนี่บิไซด์ได้พิเยี่ยมสำหรับเกจีสระเมาในกลมนมหนึ่งกาชื่อจับได้ไตรบานจองจวบมันอายตัวจับเฉียดบานวิซาลยุลจบาทาดำใบบรรจบเรื่องนี้เกเตอแต่บ่มพลานวัตถุจงรายนี้เจ้าปันตายขณะได้เกเฮียบหนึ่งกลมเตกตุกตาโนบิไซด์ดอทุ่มเทงโนบานประมูลพดุมแซงขมาวชิทำไมรุดตุหมกสังกรบเลอรูปเกมาดงเตียดขนมบำนองจงกรอยดำใบกาปีประพบธามปุลอวเวียเลิกนี่วิซาแรงมีนกาไพคลายกิดหอยเกบานกระดับตุกตาโนอย่างแนนรุดใส่คลั่งทาตื่กันไหลได้เนี่ยกลัวเตยจ่อกมเนยจอบจุ่มเปียกหนังโลกนี้เตียดไอบนลือปัวคิวเจนปีประคบบานแช่สันเทารุมปอดรูปกายวิสาลหนึ่งบิซายนูโจลขเนียสำเร็งประตูพิงบานบนลือลางเธอหอยกันจอกบังอวดกรบสันลึกนึกนองบรรทุกลีก400ใบกระเตียดกระชายด้วยกรอบเพลียงรูปกายขมายงงเงิดได้ทลอบแต่กัวไอ้คลายบานละลายคลายจิแสงปัวซอบันตีมาดองให้มุกหมอดดอรนทอดนุก็แปรจิมุกเนรีมาแนกแดปูปิ้งดอกเพียบสระตุนหนึ่งเมียนสนามยิมดอกดังกุนมอกการวิสาลมวยสันตัวกรอยเมาเอาไว้กรุบยางก็แปรจิสงบสงัดวินเพียบงงเงิดได้ทลบแต่กรุบดำดับกันนองบรรทุบบานละลายบัดอ้อคลายจีบนลือประลืมสรางในทางไงทำไมได้จังโจลตามบังอูดได้ใบบักวิสาลเด็กดวลเนเลอกำราลเอิดครูนพรานระบอกเกตนจรีกมีนกำลังกำแหงปันไตใบดวงระบอกเกมีนอารมณ์ทาสราสละอย่างชำลายเพราะดังท่าอาทากำบังดอกขมางงเงิดนี่บานดอกสายเฮยเนื้อเปได้บุกลึกสันทากามอกดาลบรรทุบตามระยะสำเลงประตูบุเกบันคืนวิสาลเด็กสันลอบเนื้อกันดาลบรรทุบขณะใดในกรอมเกรได้ทุลบแต่มีนเพียบรันทอดเนาะคือมีแต่ทุลีใดหนึ่งเพียบตะเตสาดบรรเนาะบรรทุบเลบุนร้อยบุนแรงมีนคลันชาดแรงมีนเพียบตะเจสเรบหอยก็แรงมีนสำเลงเก้าไปกรอมเกรเตียดได้วิสาลตรือบานเกบรรจุนตัวมันตี8พลิมหอยบรรทอปิเกดังครูนวิ่งเกมันได้นี่เยเร็วนี้ปรับแนกนามันแนกลอยบรรใจขนมจัดระบอกเกดังอย่างจะบาดท่าพี่บรรทอดได้เกบานฉลองกัดวีมันแมงกรองท้ายชิสุเป็นอากรอกนุเตแต่วีจิการปิดได้บานดัสเตือนเกหอยดังท่าพิภพโลกนี้นเมียนอาทากำบังจิจานเตียดได้ยืมมันอ่านเมื่อเคินดอยพนิกตะเตวิสาลบันจากจิงพิธีกรองนูชีริงระโหดโดยยกต่างคลวนเนื้อเมเรียนมวยคือพีบคลาหาน17เมตาคือจีอาวุธดอเมียนเนติโปลบำพดกรงกายยกแฉนเลอพีบงงเงิดเรื่องราวในขมากรามแกรกรองบรรทุบเลข400บุญก็ตรือบานบรรจับตรำนี้โดยบรรสอลตุกตรำตายจีเรื่องปรินิเตียนสำหรับในสนักเนื้อจำนวนกรอยติดบนเนาะ